បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាភូមិកំសត់ភូមិព្រៃស្វាយឃុំរាំងគិសីស្រុកសង្កែខេត្តបាត់ដំបងភូមិនេះគឺនេះជា Google Map ចាប់បានកាលឆ្នាំ2014ភូមិនេះកំសត់ណាបងប្អូនអើយកាលនៅស្លាប់នៅកាលនៅពីតូចនៅក្នុងភូមិនេះនិយាយរួមទៅតែឥឡូវទេទៅ2023គេបានធ្វើខ្លោជាតិឥឡូវ2025ឥឡូវគេអភិវឌ្ឍបានស្អាតបាតហើយចំណែក2025-2026នេះអ្នកភូមិព្រៃស្វាយគេបានធ្វើផ្ទះរៀងធំអស់ហើយគឺទស្សនវិជ្ជានេះគឺកាលនៅធម្មជាតិនៅព្រៃស្រុកអ៊ូញកាលនៅផ្លូវលំតូចនឹកខ្ញុំបង្កើតវីដេអូនេះឡើងគឺដើម្បីឲ្យអ្នកភូមិព្រៃស្វាយបានទស្សនាមើលហើយកុំភ្លេចភូមិព្រៃស្វាយឃុំរាំងគិសីស្រុកសង្កែទាំងអស់គ្នាសម្រាប់ទុកឲ្យក្មេងៗមើលហើយនឹងអ្នកភូមិព្រៃស្វាយទុកសម្រាប់គាត់មើលដើម្បីឲ្យគាត់ស្គាល់ពីភូមិខ្លួនឯងកាលនៅផ្លូវតូចឥឡូវផ្លូវធំមកហើយកាលហ្នឹងផ្លូវទូចញៀវប្រហែលជា2ម៉ែត្រទេកាលហ្នឹងហើយហុយដីពងនេះគ្រាន់តែឆ្នាំ2014ទេនៅមានឆ្នាំ2000ជាងទៀតខ្ញុំថតនេះគឺថតពីលិចទៅកើតគឺភូមិកើតភូមិព្រៃស្វាយហ្នឹងខាងកើតគឺថតទស្សនវិជ្ជាដើម្បីចាប់វត្តព្រៃស្វាយចំណែកឯវត្តព្រៃស្វាយគឺនៅដដែលទេបងប្អូនគឺនៅស្រស់ស្អាតដដែលទេប៉ុន្តែពេលភូមិនេះគឺផ្លូវភូមិនេះគឺឥឡូវមានខ្លោជាតិអីត្រឹមត្រូវហើយផ្ទះអីគឺធំរំអស់ហើយគ្រាន់តែ map នេះគឺជា map 2014ទេថតសម្រាប់ឲ្យអ្នកភូមិព្រៃស្វាយបានឃើញហើយនឹងនឹកដល់អនុស្សាវរីយ៍កន្លងមកកាលនៅពីក្មេងៗអីឬក៏ធ្លាប់ឃើញចង់ឃើញផ្ទះកំសត់ខ្លួនឯងកាលនៅផ្ទះនៅតូចអីណាបាទនេះគឺជាទស្សនវិជ្ជាវត្តព្រៃស្វាយគឺនៅស្រស់ស្អាតដដែលទេបងប្អូននេះគឺនៅស្រស់ស្អាតដដែលបងប្អូនមិនទៅណាទេវត្តនេះគឺធ្វើយូរឆ្នាំហើយកាលខ្ញុំនៅតូចចំណែកទស្សនវិជ្ជាខាងនេះវិញគឺភូមិព្រៃស្វាយដូចគ្នាប៉ុន្តែពីកើតទៅលិចគឺនៅភូមិខាងលិចគឺទេសភាពគឺផ្ទះឃើញតូចផ្ទះស្បូវផ្ទះស្រុកស្រែឃើញស្បូវឥឡូវផ្ទះគេធំអស់ហើយឥឡូវបាទគេអភិវឌ្ឍអីរៀងធំអស់ហើយ